សួស្តីអ្នកនរថ្ងៃនេះគឺខ្ញុំមានវីដេអូមួយដើម្បីចែកមកដល់អ្នកនរគ្នាដែលនិយាយទៅនឹងការថតវីដេអូផុសនៅក្នុង YouTube សម្រាប់អ្នកដែលចាប់ផ្ដើមផុសនៅក្នុង YouTube តើយើងគួរតែចាប់ផ្ដើមវីដេអូមួយទេអ្នកនេះប្រកាសជាឃើញនៅវីដេអូរបស់នៅមេធាវីផងមកពួកគាត់គឺ content ហ្នឹងគឺគាត់ធ្វើ content ហ្នឹងតែសម្រាប់យើងដែលជាអ្នកទើបតែបង្កើតនៅវីដេអូយើងត្រូវតែហៅនៅពេលខ្លះហ្នឹងអ្នកនរគ្នាមើលវីដេអូវាច្រើនពេកដល់អ្នកនរគ្នាលែងហ៊ានផុសវីដេអូបែបខ្លួនឯងខ្ញុំនិយាយអញ្ចឹងខ្ញុំចង់សំដៅទៅលើការផុសវីដេអូបែបមិនហ្នឹងបែបមិនគឺផុសជាលក្ខណៈថាចម្រុះចូលគ្នាមានកំប្លែងផងរឿងផងអីផងដែលតើទៅនឹង content create original content ដល់ថាអ្នកនរអត់ហ៊ានផុសដោយសារទៅថាតិចផុសទៅ spam តិចផុសទៅ review content អីយ៉ាងណាចំពោះខ្ញុំគឺខ្ញុំចង់លើកទឹកចិត្តឲ្យអ្នកនរគ្នាផុសបែបនឹងផុសបែបមិនផុសបែបចម្រុះនៅពេលដែលអ្នកនរគ្នាផុសបែបចម្រុះហើយអ្នកនរគ្នាប្រកាសជាឃើញហើយប្រកាសជាដឹងថាcontent បែបណាមានអ្នកមើលច្រើននៅពេលដែលយើងផុសដល់ 4-5 content ទៅយើងចាប់អារម្មណ៍ថា content មួយណាដែលជា content គេនិយមចូលចិត្តមើលជាងគេពេលនោះយើងដឹងខ្លួនឯងថាអញគួរចាប់ទៅលើ content បែបណាគួរតែបង្កើតនៅមាតិកាឬក៏ផុសវីដេអូបែបណាទើបធ្វើឲ្យ YouTube របស់យើងនឹងមានអ្នកមើលច្រើនហើយនឹងអ្នកតាមដានច្រើនដូចជាវីដេអូរបស់ខ្ញុំអញ្ចឹងពីមុនគឺខ្ញុំលេងបែបរញ៉េរញ៉ៃមែនតើខ្ញុំថតពីនេះទៅពីនោះទៅសំខាន់ឲ្យតែមានអ្នកមើលហើយ content បើសិនជាវីដេអូណាមានអ្នកមើលគឺខ្ញុំត្រូវយក content ហ្នឹងដើម្បីមកបង្កើតជាវីដេអូដើម្បីផុសនៅក្នុង YouTube ហើយនៅក្នុងបាច់ខ្លាចថាទៅពេលដែលយើងផុសហើយវីដេអូរបស់យើងហ្នឹងវាលែងមានអ្នកមើលដូចជាការចាក់ខ្លាឃ្លោកវិញអញ្ចឹងណានៅពេលដែលយើងចាក់មួយរន់ទៅគេខុសគឺខុសហើយប៉ុន្តែបើសិនជាយើងចាក់ 2-3 រន់ទៅទោះមិនត្រូវ1រន់ក៏ត្រូវ2រន់ទៅទៀតតែមិនត្រូវ2រន់ក៏ត្រូវ1រន់ដែរអញ្ចឹងការផុសវីដេអូហ្នឹងក៏ដូចគ្នាដែរបើសិនជាណាយើងផុស 2-3 វីដេអូហើយអត់មានអ្នកមើលប្រកបជាវីដេអូទី4អញ្ចឹងមានអ្នកមើលហើយអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យអ្នកនរគ្នាធ្វើវីដេអូដំបូងកុំខ្វល់រឿងថាធ្វើវីដេអូអត់មានអ្នកមើលកុំខ្វល់យើងត្រូវរកវីដេអូរក content ណាដែលយើងស្រឡាញ់យើងចង់ធ្វើផុសវាទៅវីដេអូណាដែលគេមើលច្រើនអ្នកនរគ្នាយក content ហ្នឹងទៅមិនខុសទេព្រោះថា YouTube ប្រៀបដូចជាចំណូលមួយដែលក្រៅប្រព័ន្ធណាតែកណាថាយើងមានការងារយើងហើយក៏មិនដែរយើងចង់រកការងារបន្តពីការងារយើងគឺការផលិតមាតិកាផុសនៅក្នុងបណ្ដាញសង្គម Facebook ក៏ដូចជានៅក្នុង YouTube អីចឹងទៅអញ្ចឹងអ្នកគ្នាស្រឡាញ់ធ្វើទៅហើយបាច់ខ្វល់ទេផុសចិត្តទៅផុសទៅមានពីណាចាប់យើងទេកុំឲ្យតែយើងផុសខុសច្បាប់អាហ្នឹងគេចាប់ហើយបើសិនតែយើងផុសនៅអ្វីដែលយើងគ្រាន់តែចែកម្លែកអីតិចតួចចោះចាប់តែវាមិនអាចទេអញ្ចឹងអ្នកគ្នាផុសទៅអរគុណច្រើនហើយកុំភ្លេចជួយចុច Subscribe Channel YouTube របស់ខ្ញុំម្នាក់មួយផងដើម្បីខ្ញុំមានកម្លាំងចិត្តនិងបង្ចែកកម្លែកនៅកំណត់ថ្មីដល់អ្នកគ្នាហើយខ្ញុំនឹងចេញវីដេអូរាល់ថ្ងៃឲ្យអ្នកគ្នាបានមើលថាតើយើងគួរធ្វើបែបណាចំពោះ YouTube បាទសូមអរគុណ